ស្វាគមន៍មកកាន់ vlog ដ៏សានរញ៉េរបស់ខ្ញុំដែល vlog ពីច្រើនគឺផលវីដេអូចម្រុះយើងតែម្ដងថ្ងៃនេះខ្ញុំមកធ្វើជាមួយនឹងបាយឆាចាអត់ sorry ទាំងអស់គ្នាគឺបាយបឋមដែលកាលពីមុនខ្ញុំចូលចិត្តញ៉ាំហើយនឹកឃើញ clean បាយបឋមអញ្ចឹងទៅក៏រៀនធ្វើខ្លួនឯងតែមិនដឹងថារសជាតិដូចអ្នកលក់នៅការរៀននៅបឋមឬក៏អត់តោះឥឡូវនិយាយពី vlog របស់យើងវិញសាច់ជ្រូកហ្នឹងគឺខ្ញុំមានដាក់គ្រឿងពេញចំហាន់ហើយមានដាក់គ្រឿងដូចជាប៊ីចេងស្ករហើយអំបិលបន្តិចហើយនឹងប្រេងខ្យងចាហើយពេលដែលយើងដាក់នឹងយើងអត់ដាក់ច្រើនទេដោយសារតែយើងមិនប្រឡាក់ញ៉ាំជាមួយបាយទេគឺយើងធ្វើបាយស៊ុបចឹងទៅបាយស៊ុបហ្នឹងវាមានទឹកស៊ុបមានទឹកថៃកោះកុងអីចឹងលាយជាមួយអញ្ចឹងទៅយើងមិនបាច់ប្រឡាក់ប្រៃពេកទេចាហើយសម្លេងខ្ញុំរៀងងល់បន្តិចហើយដោយសារតែខ្ញុំប្រាសាយគឺចូលឆ្នាំហើយគឺប្រាសាយហើយសួរថាបានលេងទឹកលេងប៉ាន់សៅអីអត់គឺអត់ទេចាហើយនេះគឺជាខ្ញុំចាប់ដើមហាន់ជាមួយនឹងសាច់ជ្រូកហើយចូលខ្ទឹមរបស់យើងវិញដើម្បីខ្ញុំធ្វើជាគេហៅថាទឹកខ្លាញ់ហើយបើសិនវីដេអូហ្នឹងខ្ញុំអត់បានថតច្រើនទេដោយសារតែខ្ញុំប្រញាប់ធ្វើប្រញាប់ហូបព្រោះដោយសារតែរៀងហេវដែរចាហើយណាមួយទៀតគឺចាំខ្ញុំផុសកន្លែងខ្ញុំទៅសេនៅក្រោមវីដេអូរបស់ខ្ញុំដែលខ្ញុំsẽរៀបរាប់ពីគ្រឿងផ្សំគ្រប់មុខចឹងណាពីម៉ាក់ដំណាក់កាលទៅម៉ាក់ដំណាក់កាលហើយនេះគឺជាពងទារបស់យើងហើយខ្ញុំអត់មានដាក់អីទេដាក់តែស្ករប៊ីចេងហើយនឹងទឹកត្រីចាហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានរៀងមានរសជាតិរៀងរសជាតិឆ្ងាញ់បន្តិចយើងលួចជាមួយនឹងម្សៅរ៉ាឌីបន្តិចទៅចាតែដោយសារតែខ្ញុំអត់មានអញ្ចឹងទៅខ្ញុំក៏មិនបានលួចអីដែរហើយនៅមួយទៀតខ្ញុំខ្ជិលទៅទិញអញ្ចឹងមានអីគឺដាក់នឹងតែម្ដងចាហើយបន្ទាប់ពីហ្នឹងខ្ញុំក៏ចាប់ផ្ដើមធ្វើឲ្យអស់ហើយខ្ញុំចាប់ផ្ដើមធ្វើមុនដំបូងគេគឺធ្វើទឹកខ្លាញ់ខ្ញុំវងដាក់ខ្លាញ់ហើយដាក់ជាមួយនឹងមើមខ្ទឹមដែលយើងបានហាន់ហ្នឹងយើងដាក់ចូលមកចាហើយម្លឹងវាចេញឲ្យពណ៌និយាយទៅម្លឹងវាស្អាតតែម្ដងហើយចាំដាក់សាច់ជ្រូកហើយចាំដាក់គ្រឿងក្រៅចូលហើយពេលយើងសប់ហើយយើងថែមទឹកបន្តិចយើងដាក់ជាមួយនឹងស្លឹកខ្ទឹមចាហើយយើងចាប់ដើមម្លឹងវាឲ្យឈ្ងុយឲ្យស្អាតសាច់ជ្រូកហើយចាំយើងបិទឆ្គាំខៀហើយវីដេអូហ្នឹងវារៀងញ៉ៃតិចដោយសារតែខ្ញុំជាអ្នកថតវីដេអូបដាធ្វើបដាអញ្ចឹងទៅវារៀងលក្ខណៈបែបថាវាឡើងចុះអីចឹងណាសូមអ្នកគ្នាកុំប្រកែប្រកាន់អីចាហើយបន្ទាប់ពីនោះខ្ញុំក៏ចាប់ដើមកាត់ពងទាជាប្រទេសហើយបន្ទាប់ពីកាត់ហើយខ្ញុំក៏ចាប់ដើមជៀនសាច់វិញម្ដងដោយសារតែផ្ទះរបស់យើងនឹងខ្ញុំអត់លាងទៀតទេដោយសារតែយើងជៀនពងទាហើយវាជាប់តិចតួចអីទេអញ្ចឹងយើងមិនលាងទៀតទេកុំឲ្យលាងច្រើនអស់សាប៊ូហងនេះខាត់ពេលវេលាខាត់អីចឹងណាអញ្ចឹងទៅយើងយកខ្ទះដែលយើងជៀនពងទាហើយហ្នឹងយើងមកយកជៀនសាច់ជ្រូកវិញដោយសារតែសាច់ជ្រូកពេលយើងជៀនទៅយើងត្រូវការស្អិនអញ្ចឹងវារៀងខ្លោចខ្ទះអញ្ចឹងបើសិនជាយើងជៀនពងទាមុនវាអត់អីទេចាខ្ទះនៅធម្មតាហើយបន្ទាប់ពីជៀនសាច់ជ្រូកហើយខ្ញុំក៏ចាប់ផ្ដើមហាន់សាច់ជ្រូកជាប្រទេសវែងចាហើយបន្ទាប់ពីហ្នឹងខ្ញុំចាប់ដើមមានក្រត់ហើយនឹងទៅសាក់របស់យើងធ្វើជ្រក់ចាធ្វើជ្រក់ញ៉ាំភ្លាមតែម្ដងអត់ចាំថាស្អែកខាន់ស្អែកញ៉ាំទេហើយមុនដំបូងគេយើងធ្វើជាមួយនឹងទឹកថៃកោះកុងហើយយើងទុកទឹកថៃកោះកុងខ្លះហើយយើងចាប់ផ្ដើមច្បល់ជាមួយនឹងសក់ហើយនឹងក្រត់របស់យើងចូលទៅនេះទុករយៈពេល5នាទីទៅ10នាទីវាចាប់ផ្ដើមទន់ហើយនេះទៅហើយចាប់យើងដាក់ចូលក្នុងទូទឹកកកដើម្បីឲ្យវាស្រួយហើយនេះគឺជារបស់ដែលខ្ញុំធ្វើឲ្យខ្ញុំចាប់ដើមរៀបចំដាក់ចានហើយនេះគឺជារបស់ដែលខ្ញុំរៀបចំហើយមានទឹកស៊ុបមានអីហ្នឹងហើយទឹកស៊ុបក៏ខ្ញុំអត់បានថតវីដេអូដែរដោយសារតែទឹកស៊ុបខ្ញុំធ្វើចុងក្រោយគេអញ្ចឹងអត់អីអ្នកគ្នាខ្ញុំនឹងសរសេរក្នុងខមវីដេអូរបស់ខ្ញុំចាហើយវីដេអូយើងមានតែប៉ុណ្្នឹងអរគុណអ្នកគ្នាខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូខ្ញុំជួបគ្នានៅវីដេអូក្រោយបាយបាយ